សូមអរគុណលោកលំដិតបានបញ្យល់ពីចំណុចសំខាន់នេះលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីឥឡូវនេះខ្ញុំអាចថាសូមពេលសម្រាប់បន្តិចទៀតចុះបាទដោយសារពេលវេលាយើងរុញមកវែងឆ្ងាយរំលឹកជូនឡើងវិញថាលោកអ្នកកំពុងតែតាមដានស្ដាប់កម្មវិធីវិភាគព័ត៌មានថ្ងៃនេះរបស់វិទ្យុមិត្តភាពកម្ពុជាចិនបាទ CCFR បាទ FM 96.5 MHz ដែលផ្សាយចេញពីរាជធានីភ្នំពេញហើយផ្សាយទៅកាន់ខេត្តសៀមរាបនៅក្នុងកម្រិត FM 105 MHz បាទលោកអ្នកនាងអាចស្ដាប់បាននៅរយៈនៃ frequency ទាំងពីរនេះហើយនឹងតាម website តាម Facebook ជាដើមបាទកម្មវិធីវិភាគព័ត៌មានថ្ងៃនេះដំណើរការជូនរៀងរាល់រសៀលពីម៉ោង3ដល់ម៉ោង4រសៀលទេណាបាទហើយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យមួយសប្តាហ៍ពេញបាទថ្ងៃនេះថ្ងៃពុធយើងជួបលោកដិតកៅមួយថងបាទដែលលោកបានលើកឡើងនៅប្រធានបទមួយដែលយើងអាចថាជាមេរៀនយើងសិក្សាជាមួយគ្នាបាទច្បាប់និងសណ្ដាប់ធ្នាប់នាំមកនូវសុភមង្គលក្នុងសង្គមបាទលោកអ្នកនាងថ្ងៃនេះថ្ងៃពុធបាទយើងជួបលោកដិតកៅមួយថងបាទហើយប្រធានបទដែលខ្ញុំកំពុងតែឆ្លុះបញ្ចាំងជូនលោកនាងបានតាមដានស្ដាប់និងសិក្សាស្វែងយល់បាទនោះយើងនិយាយពីច្បាប់បាទហើយនឹងសណ្ដាប់ធ្នាប់បាទច្បាប់និងសណ្ដាប់ធ្នាប់គឺនាំមកនូវសុខសុភមង្គលក្នុងសង្គមបាទយើងគោរពច្បាប់យើងមានសណ្ដាប់ធ្នាប់ណានៅក្នុងការរស់នៅបាទទាំងសង្គមទាំងសហគមន៍គឺថាក៏ដូចជាគ្រួសារណាបាទយើងអាចនឹងមានសុភមង្គលបាទពីព្រោះបទដ្ឋានរួមគឺថាជាការរួមចំណែកនៅក្នុងការគោរពច្បាប់ផងហើយនឹងត្រូវយល់អំពីគោលការណ៍សិលធម៌លក្ខណៈឥឡូវនេះយើងបន្តនៅកិច្ចពិភាក្សាយើងតទៅទៀតហើយខ្ញុំសូមងាកទៅគ្រូជំនាញសួរលំដិតកម្មវិធីជាថ្មីម្ដងទៀតតែម្ដងបាទសូមជំរាបសួរលោកគ្រូជាថ្មីទៀតបាទសូមជំរាបសួរលោកវិទ្យាបាទសូមអរគុណលោកគ្រូឥឡូវនេះយើងចូលដល់ចំណុចសំខាន់មួយទៀតតែម្ដងហើយអាចថាដោយសារសំណួរនេះអាចថាត្រូវបកស្រាយវែងឆ្ងាយប៉ុន្តែអត់អីទេអញ្ជើញតាមស្រួលខ្ញុំចង់ជាលក្ខណៈសិក្សាដល់ពិសោធន៍វិញលោកគ្រូសិង្ហបុរីប្រទេសសិង្ហបុរីក៏ត្រូវបានគេចាត់ទុកថាវាជាទឹកដីដែលមានសុវត្ថិភាពបំផុតហើយលើពិភពលោកបាទអញ្ចឹងទៅទីនោះគឺថាគ្រប់ច្បាប់ណាស់បាទសណ្ដាប់ធ្នាប់ក៏អញ្ចឹងដែរបាទมันអាចនឹងចោលសម្រាមពីពេលការសូម្បីតែស្ដោះទឹកមាត់នឹងផងបាទហ្នឹងនិយាយសាមញ្ញចេះចឹងណាបាទខ្ញុំចង់សូមលោកគ្រូជួយចែករំលែកពីកត្តាអ្វីខ្លះទៅដែលធ្វើឲ្យសិង្ហបុរីនឹងមានសុវត្ថិភាពបំផុតបែបនេះបាទតើប្រជាជនឬក៏ច្បាប់នឹងវាតឹងតែងយ៉ាងម៉េចខ្លះហើយអាចថាវាមានគោលការណ៍នឹងយ៉ាងណាខ្លះដែលអនុវត្តទៅឲ្យមនុស្សគោរពបានតាមចឹងណាបាទសូមជួយបាទសូមអរគុណលោកពុទ្ធរិទ្ធបាទយើងអាចនិយាយបាននៅខាងដើមរំលឹកបន្តិចដើម្បីឲ្យយើងយល់អំពីរវាងច្បាប់ហើយនឹងវប្បធម៌លោកពុទ្ធរិទ្ធបាទនៅក្នុងប្រទេសមួយអ្វីដែលសំខាន់មិនមែនថាត្រូវតែធ្វើឲ្យប្រទេសនោះមានច្បាប់ច្រើនទេអ្វីដែលសំខាន់គឺប្រជាជនបាទយល់អំពីច្បាប់បាទការយល់ដឹងអំពីច្បាប់គេហៅវប្បធម៌ច្បាប់ហ្នឹងបានន័យថាប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ហើយចាត់ទុកថាច្បាប់ហ្នឹងវាជាទម្លាប់មួយនៅក្នុងការអនុវត្តដែលគាត់ទទួលយកបានឬក៏គាត់យល់ដឹងអំពីសារៈសំខាន់នៃច្បាប់អាហ្នឹងឯងវាជាចំណុចសំខាន់អញ្ចឹងអ្វីដែលសំខាន់គឺការបណ្ដុះបណ្ដាលឲ្យប្រជាពលរដ្ឋចាត់ទុកថាច្បាប់គឺមានសារៈសំខាន់បាទសម្រាប់ការអភិវឌ្ឍប្រទេសមិនមែនមានន័យថាឲ្យប្រជាពលរដ្ឋមានការខ្លាចចំពោះច្បាប់ទេអញ្ចឹងយើងលើកឧទាហរណ៍ថាយើងត្រូវធ្វើបែបណាដើម្បីបណ្ដុះបណ្ដាលឲ្យប្រជាជនយើងបាទចាត់ទុកថាអ្វីដែលជាទង្វើរបស់យើងគឺប៉ះពាល់ទៅដល់អ្នកដទៃអានឹងគឺជាចំណុចសំខាន់មិនគ្រាន់តែគិតថាការរស់នៅរបស់យើងគឺជាសិទ្ធិសេរីភាពទេប៉ុន្តែយើងត្រូវបណ្ដុះបណ្ដាលនៅគំនិតបែបណាដើម្បីឲ្យប្រជាពលរដ្ឋយើងបាទយល់ដឹងឬក៏ចាត់ទុកថាអ្វីគឺជាវប្បធម៌ដ៏សំខាន់នៅក្នុងការគោរពច្បាប់បាទការគោរពច្បាប់នេះគឺជាចំណុចសំខាន់នៃពាក្យច្បាប់ហើយនឹងវប្បធម៌នោះឯងបាទនៅក្នុងទីនេះដែលយើងចង់លើកឧទាហរណ៍ដែលលោកពុទ្ធរិទ្ធបានលើកឡើងនៅខាងដើមតែហេតុអីបានជាបាទសិង្ហបុរីដែលជាកោះតូចមួយជាប្រទេសមួយបាទជារដ្ឋជាគេហៅបុរីរដ្ឋមែនទែនសិង្ហបុរីវាមិនមែនជាជនជាតិមួយដែលមានដើមកំណើតបើយើងធៀបជាមួយនឹងខ្មែរយើងមានពូជពងមួយបាទដែលមានកំណើតចាប់តាំងពីឆ្នាំទី1នៃគ្រិស្តសករាជយើងនិយាយចឹងទៅចោះនៅក្នុងសម័យកាលគ្រិស្តសករាជណាលោកពុទ្ធរិទ្ធបាទជាង2000ឆ្នាំអញ្ចឹងបើយើងធៀបជាមួយនឹងជនជាតិសិង្ហបុរីដែលទើបបានចាប់បដិសន្ធិនៅក្នុងទសវត្សរ៍ទី60បានន័យថាជាជនជាតិមួយដែលទើបខើតក្រោយទេហើយយកជនជាតិដទៃបានមកហៅថាជនជាតិសិង្ហបុរីបាទ
យើងអត់មានជនជាតិសង្ហបុរីពីដើមមកទេបាទអត់មានដូចខ្មែរយើងមានពូជពងថាជនជាតិខ្មែរដែលមានកំណើតមកជាង 2000 ឆ្នាំលោកពុទ្ធរិទ្ធបាទអញ្ចឹងយើងមើលថាសង្ហបុរីបាទមកដល់ពេលនេះបាទពិភពលោកអ្នកណាក៏គេទទួលស្គាល់ថាសង្ហបុរីគឺជាទឹកដីមួយបាទដែលមានបាទសណ្ដាប់ធ្នាប់បាទមានសន្តិសុខបាទលេខ1នៅលើពិភពលោកហើយយើងចាត់ទុកអញ្ចឹងបាទហើយប្រជាជនសង្ហបុរីគេធ្វើ survey ទៅពួកគាត់បាទនៅក្នុងចំណោម10នាក់មាន9នាក់ដែលគាត់យល់ថាបាទសណ្ដាប់ធ្នាប់ហើយនិងសន្តិសុខនៅក្នុងសង្ហបុរីគឺល្អហើយគេជឿទុកចិត្តបាទទៅលើមន្ត្រីរបស់គេថាបំរើបាទប្រជាប្រដ្ឋដោយសុចរិតបាទដោយសុចរិតពាក្យថាសុចរិតហ្នឹងបានន័យថាយកចិត្តទុកដាក់បាទពាក្យថាយកចិត្តទុកដាក់ដូចយើងប្រើពាក្យថាការយកចិត្តទុកដាក់ហើយនឹងការបម្រើប្រជាប្រដ្ឋវាខុសគ្នាលោកពុទ្ធរិទ្ធបាទការបម្រើប្រជាប្រដ្ឋបានន័យថាយើងបម្រើប៉ុន្តែមិនបានយកចិត្តទុកដាក់ទេឧទាហរណ៍ថាយើងឃើញពាក្យនៃគេលេងកំ pl ែងចឹងណាបំរើអតិថិជនវាខុសពីការយកចិត្តទុកដាក់ចំពោះអតិថិជនបំរើអតិថិជនឬក៏បំរើប្រជាប្រដ្ឋបានន័យថាអ្វីដែលគាត់ចង់បានធ្វើឲ្យគាត់ទៅប៉ុន្តែយើងមិនបានយកចិត្តទុកដាក់ថាតើជីវភាពចាំបាច់ទេបាទក្នុងភ្លាមទេពេលហ្នឹងដែលគេប្រើពាក្យថាបាទការយកចិត្តទុកដាក់ហើយនឹងការថែទាំឬការថែទាំណាការថែទាំប្រជាប្រដ្ឋអញ្ចឹងនៅក្នុងទីនេះបានយើងចង់បញ្ជាក់ថានៅក្នុងចំណោមប្រជាប្រដ្ឋសង្ហបុរីដែលគេធ្វើ survey ក្នុងចំណោម10នាក់ប្រជាប្រដ្ឋគាត់យល់ឃើញ9នាក់ហើយដែលគាត់យល់ឃើញថាសណ្ដាប់ធ្នាប់បាទហើយនឹងសន្តិសុខនៅក្នុងសង្ហបុរីគឺវាគ្រប់គ្រាន់វាល្អបាទគេអាចដើរបានគ្រប់ពេលវេលាបាទមិនថាយកមិនថាមិនព្រួយពីសុវត្ថិភាពទេមិនព្រួយពីសុវត្ថិភាពមិនព្រួយពីការចាប់អញ្ចឹងប្រជាប្រដ្ឋសង្ហបុរីគាត់មានអារម្មណ៍គាត់មានយល់ថាគាត់ជឿថាសុវត្ថិភាពបាទនៅក្នុងការដើរម្នាក់ឯងបាទមិនថានៅកន្លែងណាទេគឺគាត់បាទជឿទុកចិត្តទៅដល់មន្ត្រីរបស់គាត់បាទហើយការរក្សាបាននៅសណ្ដាប់ធ្នាប់និងសន្តិភាពឬក៏ស្ថិរភាពសាធារណៈហ្នឹងគឺមិនដូចខ្ញុំបានបញ្ជាក់យ៉ាងខាងដើមមិនធ្វើទៅតាមអំពើចិត្តទេគឺធ្វើទៅតាមគោលការណ៍ច្បាប់អញ្ចឹងគោលការណ៍ច្បាប់ហ្នឹងគេហៅនីតិរដ្ឋបានន័យថារដ្ឋដែលពឹងផ្អែករដ្ឋដែលទៅគោរពទៅតាមគោលការណ៍សិទ្ធិជាធម្មជាតិរបស់មនុស្សបានន័យថាមនុស្សចង់បានជាងពីធម្មជាតិអ្នកណាក៏ចង់មានចង់បានដែរប៉ុន្តែអ្វីដែលសំខាន់គឺគេព្រមគេធ្វើម៉េចឲ្យប្រជាពលរដ្ឋព្រមថាមិនឲ្យប៉ះពាល់បាទទៅដល់សិទ្ធិអ្នកដទៃបាទហ្នឹងហើយគេគោរពសិទ្ធិខ្លួនឯងគោរពសិទ្ធិអ្នកដទៃបាទហើយបាទអ្វីដែលសំខាន់គឺបានន័យថាគឺថាច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈរបស់ប្រទេសសង្ហបុរីហ្នឹងអាហ្នឹងគឺគេព្រមទទួលយកគេថាច្បាប់ហ្នឹងវាសំខាន់បាទមិនមែនគេថាច្បាប់ហ្នឹងវារឹតបន្តឹងបាទទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទេអញ្ចឹងសង្ហបុរីគេព្រមទទួលយកនៅគោលការណ៍ច្បាប់អញ្ចឹងច្បាប់ដែលសំខាន់នៅក្នុងប្រទេសសង្ហបុរីហ្នឹងគឺគេហៅថាច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈគេហៅ Public Order Act បាទច្បាប់ហ្នឹងគឺវាមានសារៈសំខាន់ណាស់បាទបើសិនជាយើងអត់មានច្បាប់ហ្នឹងទេយើងមិនដឹងថាតើប្រជាពលរដ្ឋនឹងអនុវត្តសិទ្ធិរបស់គាត់តាមបែបណាបាទនៅក្នុងការសម្ដែងមតិបាទសម្ដែងមតិទៅគាត់ថាអានឹងសិទ្ធិសេរីភាពរបស់គាត់បាទជាធម្មជាតិទេណាអញ្ចឹងកាលណាវាគ្មានច្បាប់សណ្ដាប់ធ្នាប់សាធារណៈហ្នឹងគឺថាយើងមិនអាចទប់ស្កាត់បានទេមិនអាចរារាំងការប៉ុនប៉ងណាមួយដែលរំខានទៅដល់ការរស់នៅក្នុងសង្គមដែលរំខានបាទទៅដល់ស្ថិរភាពហើយនឹងបាទសន្តិភាពឬក៏សន្តិសុខសាធារណៈអញ្ចឹងហើយច្បាប់ហើយនឹងការអនុវត្តនៅច្បាប់ហ្នឹងនៅក្នុងប្រទេសសង្ហបុរីបានន័យថាបាទគេប្រែក្លាយបាទប្រជាប្រដ្ឋរបស់គេឲ្យមានការយល់ដឹងបាទឲ្យមានការគោរពឲ្យបានពេញលេញបាទអ្វីដែលជាកាតព្វកិច្ចរបស់ប្រជាប្រដ្ឋមិនមែនជាសិទ្ធិទេបាទការអនុវត្តដែលពាក់ព័ន្ធទៅនឹងសណ្ដាប់ធ្នាប់ហើយនឹងសន្តិសុខសាធារណៈវាមិនមែនជាសិទ្ធិទេវាមិនមែនជាសិទ្ធិដែលយើងបាទយកតាមចំណីផ្លូវសាធារណៈថានឹងជាសិទ្ធិរបស់ប្រជាប្រដ្ឋទេវាមិនមែនជាសិទ្ធិរបស់ប្រជាប្រដ្ឋទេអានឹងគឺជាកាតព្វកិច្ចមួយដែលយើងត្រូវអនុវត្តថាទ្រព្យសម្បត្តិសាធារណៈវាមិនមែនជាទ្រព្យសម្បត្តិអាណាមួយបាទអាចយកមកធ្វើប្រើជាប្រយោជន៍សាធារណៈឯកជនរបស់យើងបានទេយកមកជាឯកជនទេបាទដែលយើងចង់បញ្ជាក់ថាយើងមិនអាចយកទ្រូងផ្លូវបាទដើម្បីធ្វើជាកន្លែងបុណ្យទានបាទកន្លែងជួបជុំកន្លែងនេះកន្លែងនោះជាផលប្រយោជន៍ឯកជនរបស់យើងហើយសូមឲ្យសាធារណៈនឹងមានការយោគយល់ទេនេះគឺជាចំណុចសំខាន់ដែលខ្ញុំចង់បញ្ជាក់ថា
ជាបាទកតាបកិច្ចបាទដែលបរដ្ឋត្រូវតែគោរពបាទទៅតាមទៅនឹងសន្តិភាពសាធារណៈនឹងគឺជាចំណុចសំខាន់ហើយច្បាប់បាទស្ដីពីសន្តិភាពសាធារណៈនឹងគឺគោរពបាទគឺថាត្រូវតែបំពេញកតាបកិច្ចដែលពាក់ព័ន្ធទៅនឹងសិទ្ធិនៅក្នុងការនិយាយបាទសិទ្ធិនៅក្នុងការជួបជុំបាទសិទ្ធិនៅក្នុងការបញ្ចេញមតិនយោបាយរបស់បុគ្គលសិទ្ធិបែបណាក៏ដោយត្រូវតែគោរពបាទត្រូវតែប្រតិបត្តិត្រូវតែមានបាទផ្អែកទៅតាមនៃគោលការណ៍ធ្វើម៉េចឲ្យវាមានសន្តិភាពធ្វើម៉េចឲ្យវាមានស្ថិរភាពនៅក្នុងវិស័យសាធារណៈអាហ្នឹងឯងគឺជាចំណុចសំខាន់មួយហើយដែលវាមិនប៉ះពាល់ទៅដល់បាទជាតិសាសន៍គេហៅថាការវាយប្រហារទៅដល់ជាតិសាសន៍វាយប្រហារទៅដល់សាសនាហើយនឹងការរួមរស់ទោះបីជាការរួមរស់នៅដោយមានជនជាតិឬក៏ជាតិសាសន៍ខុសគ្នាយ៉ាងណាក៏ដោយអានឹងគឺជាអ្វីមួយដែលបាទសង្ហបុរីគេបញ្ញត្តិបាននៅក្នុងច្បាប់ស្តីពីសន្តិភាពសាធារណៈនឹងបាទហ្នឹងគឺជាចំណុចសំខាន់មួយដែលយើងអាចនិយាយបានថាបាទទោះបីជាជាតិសាសន៍បាទសាសនាឬក៏ប្រជាពលរដ្ឋរស់នៅខុសគ្នាយ៉ាងណាក៏ដោយប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺសង្ហបុរីគេគិតគូរអំពីសុវត្ថិភាពបាទនៅក្នុងការរស់នៅណាលោកពុទ្ធរិទ្ធបាទជាសំខាន់ហើយអ្វីដែលយើងត្រូវយល់បាទខ្ញុំបានបញ្ជាក់អញ្ចឹងយើងកោតសរសើរគេក៏ប៉ុន្តែយើងមិនបានយល់អំពីឫសគល់របស់គេមែនទែនបាទប្រជាជនសិក្សាពីចំណុចខ្លាំងមកដែរយើងមកដកពិសោធន៍បាទទៀតណាបាទមែនទែនសង្ហបុរីបើយើងធៀបជាមួយនឹងកម្ពុជាយើងសង្ហបុរីមិនមែនជនជាតិតែមួយដូចខ្មែរយើងនិយាយភាសាតែមួយទេនិយាយភាសាខុសគ្នាទៀតណាលោកពុទ្ធរិទ្ធបាទការនិយាយភាសាគឺវាមានជនជាតិចិនដែលយើងចង់បញ្ជាក់អញ្ចឹងបាទវាមានជនជាតិចិនបាទវាមានជនជាតិម៉ាឡេស៊ីបាទវាមានជនជាតិឥណ្ឌាហើយនិងជនជាតិផ្សេងទៀតពួកអឺរ៉ុបពួកអីមកគាត់មករស់នៅណាហើយបើយើងមើលអំពីការសមាសធាតុគេថានៃបណ្ដុំនៃប្រជាជនហ្នឹងគឺថាប្រជាជនចិនមានច្រើនបាទហើយមានរហូតដល់ 74% នោះនៃចំនួនប្រជាជនសង្ហបុរីហ្នឹងគឺថាភាគច្រើនគាត់មកពីចិនបាទមកពីចិនពីខាងត្បូងបាទពីខាងត្បូងហ្នឹងគេរាប់មានដូចជាខេត្តខ្វាំងតុងបាទខេត្តហៃណានខេត្តខ្វាំងតុងលោកពុទ្ធរិទ្ធបានដឹងហើយបើវងចោតិចចោះដើម្បីនិយាយពីរឿងចិនតិចទៅចោះលោកពុទ្ធរិទ្ធបាទខេត្តខ្វាំងតុងហ្នឹងជាខេត្តមួយដែលគេចាត់ទុកថាជាខេត្តដែលមានបាទគេហៅសេដ្ឋកិច្ចរីកចម្រើនខ្លាំងដោយសារជាមជ្ឈមណ្ឌលខាងបច្ចេកវិទ្យាបាទជាបច្ចេកវិទ្យាហើយនឹងរោងចក្របាទអញ្ចឹងកាលណាយើងចង់ទៅរកស៊ីចង់ទំនាក់ទំនងអីគឺគេទៅខ្វាំងតុងក្រុងកងជើហ្នឹងណាបាទដើម្បីទំនាក់ទំនងនាំចូលនាំអីអញ្ចឹងទៅហើយក្រៅពីខេត្តខ្វាំងតុងពីខាងត្បូងនៃប្រទេសចិនហ្នឹងគឺមានបាទខេត្តហៃណានខេត្តហៃណានគឺជាកោះមួយដែលគេហៅបច្ចុប្បន្នគឺខ្លាយទៅជាខេត្តពាណិជ្ជកម្មសេរីឬក៏តំបន់ពាណិជ្ជកម្មសេរីដែលបកគមនិចិនទៅបង្កើតឡើងដើម្បីអនុញ្ញាតឲ្យអ្នកណាក៏ដោយក៏អាចរកស៊ីនៅកោះហៃណាននឹងដែរបាទកោះហៃណាននឹងដែរហើយក្រៅពីខេត្តហៃណានគេមានខេត្តតំបន់ស្វយ័តខ្វាំងស៊ីបាទកាំងស៊ីហ្នឹងឬក៏ខ្វាំងស៊ីបាទក៏បានដែរបាទជាខេត្តមួយដែលនៅជាប់នឹងព្រំដែននៃប្រទេសវៀតណាមបាទហើយក្រៅពីហ្នឹងគឺមានកោះហុងកុងម៉ាកាវជាដើមហ្នឹងគឺសិតតែជាខេត្តភាគខាងត្បូងនៃប្រទេសចិនដែលមានជនជាតិចិនមករស់នៅក្នុងកោះនៃបូរីរដ្ឋសិង្ហបុរីបាទហើយក្រៅពីបាទជនជាតិចិនក៏មានជនជាតិម៉ាឡេស៊ីដែរបាទជនជាតិម៉ាឡេស៊ីមានថាគេមើលឃើញថាមានតែ 13% ទេបាទហើយយើងដឹងហើយបាទជនជាតិម៉ាឡេស៊ីគឺមានវប្បធម៌មានការនិយាយភាសាគឺទៅតាមភាសារបស់ជនជាតិដើមរបស់គេណាហើយក្រៅពីនេះទៀតបាទវាមានជនជាតិឥណ្ឌាដែរអញ្ចឹងយើងឃើញជនប្រទេសសង្ហបុរីគឺសិតតែមានប្រជាជនដែលមានភាសាមិនមែននិយាយតែមួយទេអញ្ចឹងដើម្បីទំនាក់ទំនងគ្នាបានគេឯកភាពគ្នាក្នុងការប្រើភាសាអង់គ្លេសបាទអញ្ចឹងជនជាតិសង្ហបុរីណាក៏អាចនិយាយភាសាអង់គ្លេសបានបាទហើយក្រៅពីនេះទៀតលោកពុទ្ធដឹងហើយបាទជនជាតិសង្ហបុរីគឺថាគេព្រមព្រៀងគ្នាទោះបីជាគេមានសាសនាខុសគ្នាយ៉ាងណាក៏ដោយលោកពុទ្ធរិទ្ធបាទនៅក្នុងនោះគឺបើយើងនិយាយពីជនជាតិដែលយើងបានដឹងហើយតើកាលណាជនជាតិចិនភាគច្រើនបាទជនជាតិចិនយើងដឹងស្រាប់ហើយតែងតែគោរពបាទទៅតាមនៃសាសនាតៅឬក៏សាសនាពុទ្ធបាទសាសនាតៅឬក៏សាសនាពុទ្ធជនជាតិចិនរបស់យើងនៅខ្មែរយើងដែលប្រហែលថ្ងៃទៀតចូលដល់ឆ្នាំចិនហើយគឺក៏ជាបាទជនជាតិចិនដែលគោរពឬជឿទៅតាមនៃសាសនាតៅដែរបាទសាសនាតៅដែរគាត់ថាយើងប្រើតាមពុទ្ធណាលោកពុទ្ធបាទអញ្ចឹងកាលណាសាសនាតៅហ្នឹងគឺយើងក៏សម្គាល់
ជាជនជាតិចិនមួយដែលតែងសែនបាទដែលតែងជឿទៅលើធម្មជាតិ បាទធម្មជាតិ បាទបាទ ជឿលើហុងស៊ុយ បាទសាសនាតាវហ្នឹងគឺថាមានយ៉ាងថាគោរពទៅតាមបែបធម្មជាតិ ធម្មជាតិបាទជឿលើហុងស៊ុយជឿលើអីចឹងណាសែនចដូនចតាអញ្ចឹងពីពួកគាត់មិនភ្លេចទេអ្វីដែលជារឿងទេវតារឿងសាច់ញាតិលោហិតរបស់គាត់នឹងគឺជាចំណុចសំខាន់ណានៅក្នុងសាសនាតាវនឹងបាទសាសនាតាវនឹងហើយក្រៅពីនេះទៀតយើងឃើញហើយនៅកាលណាមកពីម៉ាឡេស៊ីគឺគាត់គោរពសាសនាអ៊ីស្លាមបាទហើយខាងណាខ្លះទៅក៏ខាងឥណ្ឌានោះក៏គាត់គោរពសាសនាហិណ្ឌូបាទពីព្រោះជនជាតិឥណ្ឌាគឺហិណ្ឌូបាទហើយក្រៅពីនេះទៀតដែលមកពីអឺរ៉ុបមកពីអីចឹងទៅក៏កាន់នៃសាសនាគ្រីស្ទអីចឹងណាលោកពុទ្ធរិទ្ធបាទហ្នឹងគឺចម្រុះគ្នាណាលោកពុទ្ធរិទ្ធបាទអញ្ចឹងក៏ប៉ុន្តែប្រទេសដែលបូរីសិង្ហបុរីបានន័យថាគេព្រមព្រៀងគ្នានៅក្នុងការបង្កើតនៅវប្បធម៌រួមមួយដើម្បីចងភ្ជាប់បានអ្នកណាក៏ដោយឲ្យតែមករស់នៅក្នុងទឹកដីសិង្ហបុរីបាទត្រូវតែមានការព្រមព្រៀងគ្នាឯកភាពគ្នាដើម្បីបាទធ្វើម៉េចឲ្យបាទទឹកដីសង្ហបុរីនឹងក្លាយទៅជាបុរីរដ្ឋមួយដែលមានភាពទំនើបដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងក្លាបាទដោយសារគេព្រមព្រៀងគ្នាថាធ្វើអីក៏ដោយបាទត្រូវតែមានស្នាដៃបាទត្រូវតែមានសមត្ថភាពបាទមិនមែនពឹងផ្អែកទៅលើដើមកំណើតនៃជាតិសាសន៍ទេបាទទោះជាជាតិសាសន៍ឯក៏ដោយក៏អាចធ្វើជាប្រធានាធិបតីបាទអាចធ្វើជានាយករដ្ឋមន្ត្រីបានបើយើងមានសមត្ថភាពបាទជាចំណុចសំខាន់ណាបាទចំណុចសំខាន់ដែលយើងប្រើយើងធ្លាប់ឮហើយគេហៅគោលការណ៍គុណាធិបតេយ្យគោលការណ៍គុណាធិបតេយ្យហ្នឹងបានន័យថាគោលការណ៍មួយដែលបាទផ្អែកទៅនឹងសមត្ថភាពគុណវុឌ្ឍិរបស់បុគ្គលបាទនោះគឺជាចំណុចសំខាន់ដែលយើងអាចក្រៅពីនេះទៀតយើងឃើញហើយអំពីការរស់នៅសុខដុមរមនាជាមួយគ្នាគេមិនវាយប្រហារគ្នាគឺជាការធ្វើមួយមានការរើសអើងណាអញ្ចឹងជនជាតិគីកាលណារើសអើងបាទប៉ូលីសមកដល់មុខផ្ទះហើយមិនបានជារឿងយើងមានការរើសអើងគ្នាអញ្ចឹងអ្នកណាគោរពអីគោរពទៅបាទកុំទៅខ្វល់ជំនឿសាសនារៀងខ្លួនបាទអញ្ចឹងចំណុចសំខាន់នៅក្នុងភាពសុខដុមរមនាពីព្រោះបើសិនជាបាទมันធ្វើអញ្ចឹងទេมันមានគោលការណ៍ឯកភាពគ្នាទេឆ្លោះគ្នាងាប់ទៅពីព្រោះថាតែយើងលោកពុទ្ធរិទ្ធបានអ្នកណាដែលចូលឆ្នាំចិនអញ្ចឹងយើងដឹងហើយកាប់ជ្រូកកាប់អីហ្នឹងណាអញ្ចឹងវាមិនត្រូវជាមួយនឹងពួកម៉ាឡេទេពួកអ៊ីស្លាមណាបាទហើយដល់កាប់គោទៀតវាមិនត្រូវជាមួយពួកហិណ្ឌូទេអញ្ចឹងបើសំខាន់គឺថាគឺគេមានច្បាប់ហើយគេមានគោលដៅចិត្តតែមួយលោកពុទ្ធរិទ្ធបាទអញ្ចឹងមានសុខដុមនីយកម្មសង្គមគេមានសុខដុមរមនាជាមួយគ្នាហើយអ្វីដែលយើងចង់និយាយបន្ថែមទៅទៀតបាទលោកពុទ្ធរិទ្ធបាទខ្ញុំលើកឡើងចំណុចសំខាន់មួយដែលយើងធ្វើការចាប់អារម្មណ៍អំពីបាទសិទ្ធិនៅក្នុងអ្វីដែលពាក់ព័ន្ធទៅនឹងសិទ្ធិជាធម្មជាតិរបស់យើងណាលោកពុទ្ធរិទ្ធបាទចឹងអាសិទ្ធិជាធម្មជាតិរបស់យើងមិនមែនមានន័យថាយើងមានសិទ្ធិនៅក្នុងការនិយាយស្ដីរបស់យើងនោះប្រាសចាកពីទំនួលខុសត្រូវទេបាទយើងមិនអាចយកបុគ្គលរបស់យើងវាធ្វើឲ្យសង្គមនោះវាមានការជឿចាប់ដោយសារយើងទេប៉ុន្តែយើងអាចធ្វើឲ្យសង្គមវាមានភាពរីករាយអានឹងវាជារឿងធម្មតាណាវាជាមនុស្សដែលមានសិលធម៌ក៏ប៉ុន្តែកាលណាយើងយកអាភាពជឿចាប់របស់យើងមកបំផុសទៅក្នុងសង្គមនៅក្នុងប្រទេសគេមានអត់មានហ្នឹងទេលោកពុទ្ធរិទ្ធបាទយើងមិនដែលឃើញមានអញ្ចឹងទេនៅក្នុងប្រទេសទំនើបកាលណាយើងធ្វើយករឿងជីវិតរបស់យើងមកក្នុងការរស់នៅគេមិនរាប់អានទៅទៀតបាទមិនមែនទោះបីជាយ៉ាងណាគេមានការឯកភាពគ្នាជាចំណុចសំខាន់ហើយសិទ្ធិនៅក្នុងការបញ្ចេញសកម្មភាពបែបណាក៏គេមាននៅក្នុងច្បាប់ផ្សេងវាមិនមែនពាក់ព័ន្ធទៅនឹងរឿងមានច្បាប់តែមួយទេវាមានច្បាប់ច្រើនផ្សេងទៀតឧទាហរណ៍ច្បាប់សាសនាធ្វើម៉េចក៏ដោយកុំឲ្យមានការរើសអើងធ្វើប៉ះពាល់ទៅដល់សាសនាដទៃជំនឿនៃជនជាតិដទៃក្រៅពីនេះទៀតវាមានច្បាប់ដែរពាក់ព័ន្ធទៅនឹងការប្រឆាំងទៅនឹងការជ្រៀតជ្រែកពីជនជាតិបរទេសឬក៏ពីបរទេសជាដើមគឺគេសិតតែមានច្បាប់ដែលសំខាន់គឺក៏មានដែរក្រមព្រំទាន់អានឹងជាចំណុចសំខាន់មួយទៀតដែរបាទដែលធ្វើឲ្យប្រទេសរបស់គេនឹងវាមានភាពខ្លាំងរហូតបាទខ្លាយទៅជាជនជាតិមួយកាលណាគ្រាន់តែប៉ាសពតហ្នឹងក៏គេខ្លាចទៅទៀតណាលោកពុទ្ធរិទ្ធបាទគេឲ្យយើងនឹងមានសិទ្ធិនឹងបុព្វសិទ្ធិទៅទៀតអញ្ចឹងហើយបានជាយើងនិយាយជួរួមថាដោយសារតែពេលវេលាអញ្ចឹងវាល្មមខ្ញុំធ្វើសេចក្តីសន្និដ្ឋានបាទជារួមថាបាទសង្គមមួយបាទអាចសម្រេចបាននៅស្ថិរភាពហើយនឹងយុត្តិធម៌ទៅបានបាទលុះត្រាតែសង្គមនឹងចំណុចសំខាន់ទី1គឺមានច្បាប់គ្រប់គ្រាន់បាទហើយច្បាប់ហ្នឹងគឺត្រូវតែយកមកអនុវត្តដើម្បីឲ្យសង្គមនឹងវាមានសណ្ដាប់ធ្នាប់ដ៏រឹងមាំបានអញ្ចឹងហើយកត្តាសំខាន់ទាំងពីរបាទន័យថាទាំងច្បាប់និងសណ្ដាប់ធ្នាប់នឹងហើយ
បាទគឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ដែលទាំងបុគ្គលដែលទាំងស្ថាប័នបាទដែលទាំងប្រជាប្រដ្ឋយើងទាំងអស់គ្នាបាទត្រូវតែគោរពត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ដើម្បីធានាឲ្យបាននូវសុខសន្តិភាពឲ្យមានសុខសន្តិភាពហើយមានសន្តិសុខយូរអង្វែងនឹងគេប្រកបដោយចីរភាពនោះណាលោកត្រិតបាទអញ្ចឹងច្បាប់បានន័យថាយើងទាំងអស់គ្នាត្រូវព្រមទទួលយកថាលុះត្រាតែមានច្បាប់ទាំងហើយទើបបានវាជាឧបករណ៍មួយដែលអាចការពារនៅសិទ្ធិសេរីភាពហើយនឹងទ្រព្យសម្បត្តិរបស់យើងបាទសម្រាប់ស្ថាប័នមានច្បាប់នឹងហើយទើបបានអាចនឹងកំណត់បាននៅអំណាចបាទដើម្បីការពារកុំឲ្យយើងយកអំណាចនឹងទៅប្រើប្រាស់ទៅរំលោភទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋសម្រាប់រដ្ឋាភិបាលហ្នឹងគឺថាច្បាប់នឹងហើយគឺជាឧបករណ៍មួយដើម្បីយកមកគ្រប់គ្រងនិងដឹកនាំប្រទេសឲ្យមានរបៀបរៀបរយជាងហើយអ្វីដែលយើងត្រូវចងចាំគឺថាទោះបីជាប្រទេសមួយមានច្បាប់ល្អយ៉ាងណាក៏ដោយក៏វាមិនអាចនឹងផ្ដល់យុត្តិធម៌បានដែរបាទប្រសិនបើយើងបាទគ្មានការអនុវត្តច្បាប់ដោយស្មើភាពគ្នានឹងដោយការគោរពដោយស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គមមួយនោះទេបាទសូមអរគុណបាទសូមអរគុណលោកដិតបានអធិប្បាយយ៉ាងពិស្ដារជុំវិញវិធានបទរបស់យើងថ្ងៃនេះលោកនាងយើងអាចរៀនសូត្របានច្រើនបាទអំពីអ្វីដែលជាច្បាប់ហើយនឹងសណ្ដាប់ធ្នាប់បាទច្បាប់និងសណ្ដាប់ធ្នាប់គឺនាំមកនៅសុខសុភមង្គលក្នុងសង្គមបាទមនុស្សគោរពច្បាប់ហើយនឹងមានសណ្ដាប់ធ្នាប់បាទយល់ពីផលប្រយោជន៍សាធារណៈជាធំបាទផលប្រយោជន៍ជាតិជាធំនោះគឺសុភមង្គលក្នុងសង្គមគឺប្រកបជាមានសុខសន្តិភាពសុខដុមនីយកម្មក្នុងសង្គមបាទលោកនាងដែលសារពេលវេលានៅក្នុងកម្មវិធីរបស់យើងបានដល់ទីបញ្ចប់យើងខ្ញុំសូមអនុញ្ញាតបិទបញ្ចប់តែប៉ុណ្ណឹងហើយសូមគ្រប់ថ្លែងអំណរគុណជាថ្មីម្ដងទៀតចំពោះលោកដិតដែលបានអញ្ជើញបាទហើយក៏សូមគ្រប់ថ្លែងអំណរគុណប្រិយមិត្តអ្នកស្ដាប់គ្រប់ទិសទីទាំងអស់ដែលលោកបានចំណាយពេលវេលាតាមដានស្ដាប់កម្មវិធីនេះសង្ឃឹមថាលោកនាងទទួលចំណេះដឹងពីកម្មវិធីរបស់យើងហើយយើងនឹងព្យាយាមរៀបចំនៅប្រធានបទល្អៗបន្តទៀតយកមកចែករំលែកជូនលោកនាងបានជាចំណេះដឹងបាទគ្រប់ជូនពរលោកដិតនិងប្រិយមិត្តអ្នកស្ដាប់សូមប្រកបដោយសេចក្តីសុខសុភមង្គលពុទ្ធពរទាំង4ប្រការគឺយុវណៈសកាពលៈកំបីគ្លៀងគ្លាតឡើយបាទកម្មវិធីរបស់យើងត្រឡប់មកជួបគ្នានៅថ្ងៃស្អែកតាមម៉ោងពេលដដែលបន្តទៀត